បាទសួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបក្នុងការពិនិត្យមើលទៅលើមេបាពូជញីនិងមេបាពូជឈ្មោលបងប្អូនណាអញ្ចឹងរបៀបក្នុងការពិនិត្យមើលទៅលើមេបាពូជញីនិងមេបាពូជឈ្មោលគឺងាយទេបងប្អូនมันមានអ្វីលំបាកក៏ដូចជាសាំញ៉ាំអីច្រើនទេបងប្អូនណាគឺយើងពិនិត្យមើលតែមួយចំណុចទៅគឺយើងអាចសម្គាល់បានដឹងថាមេបាពូញីឬក៏មេបាពូឈ្មោលហើយបងប្អូនណាព្រោះត្រង់ទ្រាយខ្លះគឺវាស្តៀងគ្នាទេបងប្អូនណាបាទប៉ុន្តែមានមួយចំណុចដែលវាខុសប្លែកពីគ្នាអញ្ចឹងបងប្អូនអាចសម្គាល់មើលត្រឹមតែមួយចំណុចនេះទៅបានហើយពាក់ព័ន្ធជាមួយនឹងការពិនិត្យមើលទៅលើមេបាពូជញីឬក៏មេបាពូជឈ្មោលសម្រាប់បងប្អូនដែលគាត់ធ្លាប់ចិញ្ចឹមកន្លងមកគឺគាត់ធ្លាប់ដឹងហើយប៉ុន្តែសម្រាប់បងប្អូនដែលដៃថ្មីគឺគាត់នៅស្ទើរគាត់មិនទាន់ច្បាស់ជាមួយនឹងចំណុចខ្លះណាអញ្ចឹងថ្ងៃនេះខ្ញុំមកលម្អិតបាទក៏ដូចជាបង្ហាញប្រាប់បងប្អូនអំពីរបៀបក្នុងការពិនិត្យមើលហើយក្នុងការពិនិត្យមើលទៅលើមេបាពូជញីឬក៏មេបាពូជឈ្មោលនេះគឺយើងអាចពិនិត្យមើលបានចន្លោះអាយុកង្កែបបើសិនជាកង្កែបធ្ងន់អាចចន្លោះពី5ខែទៅ6ខែទើបយើងអាចមើលដឹងបងប្អូនណាបាទសម្រាប់កង្កែបស្រាលអាចចន្លោះពី2ខែទៅ2ខែកន្លះគឺយើងអាចពិនិត្យមើលដឹងថាកង្កែបញីឬក៏កង្កែបឈ្មោលហើយបងប្អូនណាបាទអញ្ចឹងរបៀបក្នុងការពិនិត្យមើលគឺมันមានអ្វីពិបាកទេបងប្អូនយើងគ្រាន់តែចាប់កង្កែបមួយក្បាលយកមកបាទហើយបងប្អូនអាចមើលចាប់មើលទៅលើថង់សម្លេងនៅខាងក្រោមនៃផ្ទៃចង្ការរបស់វានេះគឺមានថង់សម្លេងពណ៌ខ្មៅបងប្អូនឃើញពណ៌ខ្មៅទេបាទនេះគឺគេហៅថាថង់សម្លេងបាទថង់សម្លេងនៅខាងក្រោមសយ៉ងករបស់កង្កែបឈ្មោលហើយថង់សម្លេងនេះហើយដែលវាជាបំពង់គេហៅថាបំពង់សម្លេងដែលធ្វើឲ្យកង្កែបឈ្មោលយំទៅឮសម្លេងអោកនេះគឺផ្ដើមចេញពីថង់សម្លេងមួយនេះឯងអញ្ចឹងយើងមិនចាំបាច់ទៅមើលទៅលើអ្វីផ្សេងទេវាស្តៀងគ្នាទេបងប្អូនមានបងប្អូនខ្លះគាត់ឲ្យពិនិត្យមើលទៅលើការអោបដៃអីហ្នឹងបងប្អូនមិនចាំបាច់ទេបងប្អូនណាបាទអានេះគឺជារបៀបមើលវិធីសាស្ត្រផ្សេងទេក្នុងការមើលពិនិត្យមើលទៅលើការអោបដៃអោបអីហ្នឹងគឺវិធីសាស្ត្រផ្សេងសម្រាប់ពិនិត្យមើលទេសម្រាប់បញ្ជាក់កង្កែបញីនិងកង្កែបឈ្មោលបងប្អូនអាចពិនិត្យមើលលើថង់សម្លេងនេះតែមួយមុខបានហើយព្រោះកង្កែបញីគឺវាមិនមានថង់សម្លេងទេបងប្អូនណាបាទអញ្ចឹងឥឡូវយើងងាកទៅមើលកង្កែបញីម្ដងបងប្អូនណាបាទអញ្ចឹងងាយទេបងប្អូនណាងាយទេបាទនេះគឺជាកង្កែបញីបងប្អូនណាបាទនេះគឺជាកង្កែបញីអញ្ចឹងបងប្អូនអាចពិនិត្យមើលបានថាកង្កែបញីគឺវាអត់មានថង់សម្លេងនៅខាងក្រោមនេះទេបងប្អូនណាឃើញច្បាស់ទេបាទថង់សម្លេងខ្មៅនៅខាងក្រោមចង្ការវានេះណាបងប្អូនណាបាទអញ្ចឹងរបៀបក្នុងការពិនិត្យមើលមេបាពូជឬក៏កង្កែបញីកង្កែបឈ្មោលគឺមានតែប៉ុណ្្នឹងទេបងប្អូនណាងាយសាមញ្ញធម្មតាមិនមានអ្វីសាំញ៉ាំច្រើនទេអញ្ចឹងបើបងប្អូនមិនច្បាស់ឆ្ងល់ត្រង់ចំណុចណាអាចឆាតសាកសួរព័ត៌មានបន្ថែមទៀតបានបាទវីដេអូនេះមានតែប៉ុណ្្នឹងបាទអរគុណជំរាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ